លោកម្ចាស់នាំគ្នាភ័យស្អីរឹបអូអ្នកទាំងអស់គ្នាអ្វីនេះខ្ញុំគ្រាន់តែបញ្ចេញប្រមាណស្និតប៉ុណ្ណោះដូច្នេះហើយអ្នកទាំងអស់គ្នារំសាយសិនទៅចាំលើកក្រោយចាំមកទស្សនាទៀតអ្នកគ្រូគេនៅខាងនេះទេស្អីគេនឹងមានសមត្ថភាពទៅប៉ុណ្ណឹងទេហ៎បិសាចកុំអារត់នៅមានរឿងមិនទាន់សួរពួកឯងទេណែហើយល្អតោះទៅមីយាតែនេះយ៉ាងម៉េចវិញមិនក៏ខ្ញុំនៅក្នុងវិមានលេងជីវលោកម្ចាស់មិនដឹងទេលោកម្ចាស់សម្រានអស់រយៈពេល7ថ្ងៃអំឡុងពេលហ្នឹងមូលដ្ឋានពួកយើងត្រូវគេវាទីដូច្នេះខ្ញុំមានតែនាំលោកម្ចាស់កិច្ចមកទីនេះតែប៉ុណ្ណោះមេបកពិភពគុណ7ថ្ងៃមុនភ្នំសៅស៊ឺព្រះម្ចាស់សូម្បីតែវត្តសៅលឿនក៏រងគ្រោះនឹងដែរសងទេពទាំង4សត្វតែរបួសពេញខ្លួនតើធ្វើយ៉ាងម៉េចទៅឥឡូវនេះពិភពគុណវឹកវរបាទត្រឹមត្រូវក្នុងពិភពគុណគ្មានអ្នកគ្រប់គ្រងចាំបាច់ត្រូវតែរកអ្នកដែលស័ក្តិសមគ្រប់គ្រងស្ថានភាពធំគ្រាន់តែហ្គេមក៏អាចឆ្លងភពដែរគ្មានអ្នកណាម្នាក់សោះគេឆ្លងភពមកសិតតែម្ដងរាជវាំងរាជដំណាក់តែខ្ញុំវិញអាចជាម្ដងវត្តសៅលីងត្រូវគេដឹងចាញ់ទៀតហើយធ្វើមកទៅអាចទៅវិញបានទៅនៅលើលោកនេះមានស្រីស្អាតជាងនឹងផងនឹកឃើញហើយវិវត្តហើយគេចង់សម្លាប់ខ្លួននាងកុំអីក្បាច់សម្រាប់ខ្លួនអស់ចាន់ណាក្បាច់លត់ហោរាប់ពាន់យោពិភពគុណបច្ចុប្បន្នមានគូប្រៀបទេព្រះម្ចាស់ឆាប់ជួយព្រះម្ចាស់មិនក៏ខ្ញុំពូកែម្លេះឬមួយក្បាច់កូនរបស់ខ្ញុំទៅឆ្លងភពមកដែរនាងម្នាក់ហ្នឹងតើជាទេវតាមកពីខាងណាដែរនៅក្មេងយ៉ាងនេះក្រោយខ្នងច្បាស់ជាមានអ្នកខ្លាំងពូកែណែនាំក្បាច់បាត់អាចធ្លាក់ពីលើមេឃឬមួយពីវោហើយការពីព្រះម្ចាស់សំសួរបន្តិចឥឡូវជាសម័យកាលណាអូសម័យរាជការសង្ឃហ៎មិននេះលោកចង់ជួយខ្ញុំហ៎អរគុណហើយមិនអីទេត្រូវហើយនាងជាអ្នកស្រុកខាងណាដែរខ្ញុំភូមិចំគាន់ព្រះម្ចាស់មានភូមិនឹងទេមិនដែរលើទេបើអញ្ចឹងនាងសុំសួរថានាង